សួស្តីបងប្អូនជាទីស្រឡាញ់ចាងនៃខ្ញុំមកស្លោប្រហើផ្លេថ្នោតចែកជូនបងប្អូនមើលទៀតហើយបងប្អូនខ្ញុំចាប់ផ្ដើមស្លោបងប្អូននៅស្លោដូចតែគ្នាទេខ្ញុំចាប់ផ្ដើមលីងគ្រឿងជាមួយសាច់ជ្រូកបីជាន់បងប្អូនគ្រឿងបុករបស់យើងលីងរួចហើយក៏ខ្ញុំចាប់ផ្ដើមដាក់ទឹកត្រីដាក់អីស្ករសដាក់ប៊ីចេងបងប្អូនដាក់របៀបដូចទីសពដងបងប្អូនវាមិនខុសគ្នាពីបងប្អូនស្លទេបងប្អូនដូច្នេះដាក់គ្រឿងទេសរួចរាល់អស់ហើយខ្ញុំចាប់ផ្ដើមឆាវាត្រឡប់ចុះឡើងកូរវាដើម្បីឲ្យសាច់ជ្រូកបីជាន់របស់យើងវាចូលជាតិបងប្អូនសាច់ជ្រូកបីជាន់ឆ្អិនហើយក៏ចាប់ផ្ដើមដាក់បន្លែផ្លែត្នោតបងប្អូនដាក់បន្លែផ្លែត្នោតរួចហើយក៏កូរបន្លែជាមួយនឹងសាច់អោយវាសព្វស្មើជាមួយនឹងគ្នាមកបងប្អូនបើមិនចូលទល់តែយើងកូរបន្លែនឹងសាច់នេះអោយបន្លែវាទន់ហើយក៏ចូលជាតិជាមួយគ្នានឹងសាច់បងប្អូនបើយើងដាក់មិនគួរក៏វាដូចថាសាច់វាក្រៀមជាប់នៅនឹងឆ្នាំងមាញ់គ្រាន់តែញក្រដាក់បន្លែសាច់វាអាចក្រហមហើយក៏ក្រៀមជាប់នឹងឆ្នាំងបងប្អូនយើងឆាបន្លែទន់ហើយក៏ចាប់ផ្ដើមចាក់ទឹកមកបងប្អូនអើយសម្លប្រហើផ្លែត្នោតវាដូចថាកូរឲ្យទន់ហើយចាក់ទឹករួចយើងទុកឲ្យវាស្លដាក់ដុតភ្លើងឬក៏បើកអង្គាសឲ្យខ្លាំងឲ្យវាពុះកុំឲ្យវាខ្មៅបន្លែផ្លែត្នោតបងប្អូនរួចហើយយើងដាក់ម្សៅមកដាក់ម្សៅឆាក៏បានដាក់ម្សៅបុកក៏បានបងប្អូនអត់ពិបាកទេអារឿងបងម្សៅនេះដូចថាលប្រហើខ្ញុំអត់ចូលម្សៅទេបងប្អូនខ្លះគេគេអត់ដាក់ទេខ្ញុំឮពួកគាត់និយាយថ្ងៃមាញ់ដែលខ្ញុំទិញគ្រឿងពួកគាត់ថាគាត់លប្រហើផ្លែត្នោតគាត់អត់ពិបាកទេបងត្រីក៏ដោយបងសាច់ជ្រូកក៏ដោយគាត់ដាំទឹកហើយក៏បង់បន្លែអីធម្មតាឬមួយក៏រំលីងបន្លែជាមួយខ្លាញ់តែខ្ញុំអត់ទេបងប្អូនខ្ញុំត្រូវតែដាក់គ្រឿងហើយក៏នឹងម្សៅបងប្អូនម្សៅខ្ញុំបុកបង់ធម្មតាខ្ញុំអត់មានថាហើយបង់ដាក់ទឹកដាក់អីនេះយកគ្នាទេដូច្នេះបន្លែចុងក្រោយគឺបន្លែស្លឹកអកខ្ទក់បងប្អូនបន្លែព្រៃបងប្អូនខ្លះចេះហូបទេវាចត់បងប្អូនប៉ុន្តែបើខ្ញុំវិញខ្ញុំចូលចិត្តណាស់បន្លែអកខ្ទក់ខ្ញុំមកប្រាំងនេះខ្ញុំ3ដងហើយសម្លផ្លែត្នោតបងប្អូនមើលឃើញថាទំនួងសម្លរបស់យើងក៏ឆ្អិនហើយវីដេអូខ្ញុំក៏មានតែប៉ុណ្ណេះក៏សូមជូនពរបងប្អូនឲ្យជួបតែសេចក្តីសុខ